នៅពេលដែលយើងចោះសេវាមូលដ្ឋានធ្វើដំណើរដោយទូកឈើបាទអញ្ចឹងវាធ្វើឲ្យបញ្ហាហ្នឹងវាអាចគំរាមកំហែងដល់អាយុជីវិតរបស់យើងបាទខ្ញុំបាទឈ្មោះយឹមសុគន្ធបច្ចុប្បន្នភាពខ្ញុំធ្វើការនៅមណ្ឌលសុខភាពព្រះរំកិលតួនាទីរបស់ខ្ញុំគឺជាប្រធានមណ្ឌលសុខភាពរបស់ខ្ញុំបានគ្រប់គ្រងលើ2ឃុំបាទវាមានឃុំកោះស្នែងមានឃុំព្រះរំកិលបាទហើយទីតាំងភូមិសាស្ត្រនេះយើងវាមានការគ្រប់គ្រងរបស់យើងមានដែនដីគោកនិងដែនដីកោះយើងមានផលបាក់មួយចំនួនតាក់ទងនឹងផ្នែកដែនដីកោះឬក៏អ្នកនៅឆ្ងាយដែលគាត់មកទទួលសេវានៅមណ្ឌលសុខភាពតាក់ទងនឹងបញ្ហាមិនទាន់មានទូកសង្គ្រោះផលបាក់ចំពោះមណ្ឌលសុខភាពគឺពេលនោះយើងទូកឈើរបស់យើងត្រូវបានខូចហើយអត់មានទូកឈើប្រើទេខ្ញុំចាំបានមួយមានពេលនោះមានប្រជាពលរដ្ឋដែលគាត់ធ្វើដំណើរមកស្ថានភាពទូកគាត់តូចហើយទូកនោះក៏ធ្លុះធ្លាយដូច្នេះគាត់ត្រូវមានចំណាយមនុស្សអ្នកត្រូវបាចទូកជាពិសេសនៅពេលដែលភ្លៀងខ្លាំងមកគាត់ត្រូវយកកណាត់តង់យកកអាវកស៊ូពាក់ផងអីផងហើយត្រូវផលបាក់នៅក្នុងតកង់ដែលបាំងដែលគាត់បើកខាងក្រោយមើលអត់ឃើញជាសពតំណាងល្អយើងបានទទួលបានទូកខាង Prudential ដែលបានផ្ដល់ទូកទំហំធំដែលមានដំបូលដែលមានជើងម៉ាងអង្គុយស្រួលហើយម៉ាស៊ីននោះក៏អាចដេរបានស្រួលបាទដូច្នេះយើងអាចទទួលគាត់គឺមានភាពល្អប្រសើរជាងគាត់ដែលមានទូកតូចដូចពីមុនដែលគាត់ហាក់ដូចជាមានអារម្មណ៍ថាមិនជឿជាក់នៅក្នុងការធ្វើដំណើរយើងគ្រាន់តែលើកថាយើងមានទូកជាអារម្មណ៍របស់យើងជាពេទ្យយើងបានជិះទូកមួយដែលមានដំបូលហើយមានកៅអីអង្គុយដោយទន់ស្រួលដេរតន់ចិត្តល្អមានអារម្មណ៍ថាកក់ក្ដៅក្នុងពេលធ្វើដំណើរមានសកម្មភាពមួយដែលយើងចាំអត់ភ្លេចនោះពេលនោះនៅក្នុងខែវស្សាអញ្ចឹងខែវស្សាពេលដែលយើងចេញដំណើរទៅវាជួបឧបសគ្គជាមួយខ្យល់ភ្លៀងច្រើនណាស់ជួបក្នុងយុគម៉ោង8ជាងហើយមួយទៀតវាពោពេញដោយភាពរលោងប៉ុន្តែនៅពេលដែលយើងបានទូកនឹងទៅយើងបានជួយបង្ហាញបានទូកមួយដែលមានពន្លឺភ្លើងជះចម្ងាយប្រហែលជា40-50ម៉ែត្រនៅខាងមុខក្បាលទូកបាទទី2សំឡេងរោអញ្ចឹងប្រជាពលរដ្ឋនៅពេលដែលយើងសំឡេងយើងបើកភ្លើងសញ្ញោដំបងមានន័យថាក្តីសង្ឃឹមរបស់គាត់ចិត្តមកដល់ហើយពេលនេះថាទូកពេទ្យនឹងមកទទួលយកគាត់ហើយរហូតដល់ទូកបុកច្រាំងគាត់មានរំភើបថាពិតជាទូកពេទ្យមែនទូកមួយនេះធម្មតាពេលថ្ងៃប្រជាពលរដ្ឋនៅពេលដែលយើងឆ្លងទៅគាត់លើពេលដែលយើងទៅយកគាត់យើងអារម្មណ៍របស់គាត់សប្បាយរំភើបថាភ្លើងនេះឃើញទំហំទូកពណ៌ក្រហមអមជាមួយស្រែនបន្លឺឡើងអមជាមួយអាភ្លើងវិញវាក់ហ្នឹងគាត់បញ្ជាក់ថានេះជាទូកមណ្ឌលសុខភាពអញ្ចឹងគាត់អង្គុយលើមាត់ច្រាំងយើងមកដល់ច្រាំងហើយយើងជិះផុតពីគ្រោះថ្នាក់អីផ្សេងៗនៅក្នុងកណ្ដាលទន្លេហើយសូមអរគុណខាង Prudential ក្នុងការងារជួយដល់ប្រជាពលរដ្ឋនៅតាមភូមិតាន់ពេលវេលានៅពេលដែលគាត់មានការលំបាក